សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយរឿងបែប Manual GL ជាមួយ Admin ណាលើកុំឲ្យខាត់ពេលវេលាយូរតោះចូលមកសាច់រឿងយើងតែម្ដងខណៈពេលដែលអណ្ដាតភ្លើងវេទមន្តពណ៌ខៀវកំពុងឆេះសន្ធោសន្ធៅលើបាតដៃ Hera បានសម្លឹងមើលទៅមុខទាំងក្តុកក្តួលនិងបង្ហាញទឹកមុខឈឺចាប់ជាខ្លាំង Pain នាងបានសួរខ្លួនឯងក្នុងចិត្តទាំងតច្រកថាតើនេះជាផ្លូវតែមួយគត់មែនទេប៉ុន្តែមុនពេលដែល Hera ដាច់ចិត្តទម្លាក់ដៃបំផ្លាញផ្កាអសទិបនោះស្រាប់តែមានសំឡេងស្រែកយ៉ាងម៉ឺងម៉ាត់មួយបានបន្លឺឡើងកាត់ឈប់នៅត្រង់នឹងភ្លាមម្ចាស់សំឡេងអំណាចនោះគឺជានារីសក់ក្រហមក្រងស្លៀកឯកសណ្ឋានសាលាឈ្មោះ Perrick ដែលមានតួនាទីជាប្រធានក្រុមប្រឹក្សាសិស្ស Student Council President នាងបានដើរចូលមកអន្តរាគមន៍ទាំងទឹកមុខមាំរួចពោលពាក្យព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់រាជទាយាទនិង Hera ថាសាលាបណ្ឌិតសភាហាមឃាត់រាល់ទម្រង់នៃការធ្វើបាបឬជិះជាន់ទាំងអស់តើពួកឯងចង់ត្រូវគេបញ្ជូនទៅបន្ទប់វិន័យមែនទេនៅពេលដែលប្រធានក្រុមប្រឹក្សាសិស្សចូលមកអន្តរាគមន៍ភ្លាម Hera បានធ្វើពុតជាសម្ដែងទឹកមុខតក់ស្លុតនិងភ័យខ្លាចរួចដើរថយក្រោយមួយជំហាន steps back ដើម្បីឲ្យសមស្របទៅនឹងស្ថានភាពប៉ុន្តែនៅក្នុងចិត្តវិញនាងបានលួចដកដង្ហើមធំទាំងភាពធូរស្រាលជាពន់ពេក relieved ហើយគិតក្នុងចិត្តទាំងសប្បាយរីករាយថាអរគុណព្រះហើយដែលចុងក្រោយនាងបានបង្ហាញខ្លួនទាន់ពេលសាច់រឿងបានបង្ហាញពីទិដ្ឋភាពត្រឡប់ទៅក្រោយវិញកាលពី2ថ្ងៃមុននៅក្នុងបន្ទប់ឯកជនមួយ Hera បានអង្គុយលើកៅអីទាំងទឹកមុខមើងម៉ាត់និងកំពុងរៀបចំគម្រោងការយ៉ាងម៉ត់ចត់នាងបានគិតទុកជាមុនថាពិតណាស់ខ្ញុំចាំបានយ៉ាងច្បាស់ថា Orlan រាជទាយាទនឹងប្រើប្រាស់រុក្ខជាតិស្មៅ Moonchill នេះដើម្បីធ្វើសកម្មភាពអាក្រក់ដូច្នេះហើយទើបខ្ញុំបានត្រៀមលក្ខណៈរៀបចំផែនការទប់ទល់ទុកជាស្រេចសម្រាប់រឿងនេះដើម្បីទប់ស្កាត់និងវាយបកទៅលើផែនការនោះHera បានកាន់ប៊ិចរោមសត្វពណ៌ក្រហមសរសេរសម្បត្តិរាយការណ៍មួយយ៉ាងផ្ចិតផ្ចង់ផ្ញើទៅកាន់ថ្នាក់លើជូនចំពោះប្រធានក្រុមប្រឹក្សាសិស្សដ៏ខ្ពង់ខ្ពស់ថ្មីនេះករណីគំរាមកំហែងនិងការធ្វើបាបគ្នានៅក្នុងបរិវេណសាលាបានកើតឡើងជាញឹកញាប់ក្រុមតូចមួយដែលដឹកនាំដោយ Hera និង Alan មានសកម្មភាពកម្រោលខ្លាំងណាស់ខ្ញុំសូមស្នើសុំដោយស្មោះស្ម័គ្រឲ្យអ្នកមេត្តាពង្រឹងការល្បាតនិងរឹតបន្តឹងវិន័យនៅក្នុងសាលាឡើងវិញដើម្បីការពារកុំឲ្យរាជទាយាទដឹងខ្លួន Hera មិនបានទៅជួប Perrick ដោយផ្ទាល់ឡើយផ្ទុយទៅវិញនាងបានពាក់អាវឃ្លុំពណ៌ខ្មៅបិទបាំងមុខមាត់យ៉ាងជិតរួចយកសម្បត្តិរាយការណ៍សម្ងាត់មួយច្បាប់ទៅបញ្ចូលក្នុងប្រអប់ផ្ដល់មតិយោបល់របស់សាលា Academy Suggestion Box នាងបានគិតក្នុងចិត្តថាខ្ញុំមិនដឹងថាវាមានប្រសិទ្ធភាពឬអត់ទេប៉ុន្តែវាប្រសើរជាងអង្គុយនៅស្ងៀមរង់ចាំថ្ងៃស្លាប់មូលហេតុដែល Hera ជ្រើសរើសផ្ញើសម្បត្តិទៅកាន់ប្រធានក្រុមប្រឹក្សាសិស្សព្រោះនាងបានដឹងពីប្រវត្តិរូបរបស់នារីសក់ក្រហមរូបនេះយ៉ាងច្បាស់ Perrick គឺជាកូនស្រីរបស់មេតបកំពូលនៃចក្រភព Imperial Marshal ហើយនាងក៏ជាតួអង្គដែលស្រឡាញ់យុទ្ធធម៌បំផុតនៅក្នុងសាច់រឿងនេះដែរនេះជាការដើរល្បែងដ៏ត្រឹមត្រូវបំផុតទោះបីជាស្ថានភាពត្រូវបានដោះស្រាយនិងជួយសង្គ្រោះស្មៅទិព្វបានទាន់ពេលក៏ដោយប៉ុន្តែដូរីយ៉ាបែរជាបង្ហាញទឹកមុខស្ដាយក្រោយទៅវិញ regretful នាងសម្លឹងមើលទៅបងស្រីរួចលួចគិតក្នុងចិត្តទាំងមិនសូវពេញចិត្តថាឈីសចុងក្រោយក៏មានអ្នកមកកាត់ចង្វាក់រហូតនៅពេលត្រូវ Perrick ចេញមុខខាត់និងប្រមានពីបទល្មើសវិន័យភ្លាមរាជទាយាទ Alan មិនត្រឹមតែមិនខ្លាចនោះទេថែមទាំងបានលើកម្រាមដៃចង្អុលមុខនាងទាំងខឹងសម្បារួចនិយាយដោយសម្ដីក្រអើតក្រទុំថា Perrick មែនទេកុំយកតួនាទីជាប្រធានក្រុមប្រឹក្សាសិស្សរបស់ឯងមកសង្កត់ក្បាលគំរាមខ្ញុំឲ្យសោះទោះបីជាដឹងថាបុរសនៅចំពោះមុខជារាជទាយាទក៏ដោយក៏ Perrick មិនញើតឡើយនាងបានដើរចូលទៅជិតមួយជំហាន steps closer ទាំងទឹកមុខមើងម៉ាត់រួចស្ដីបន្ទោសទៅវិញចំដោយគ្មានការយោគយល់ថាព្រះអង្គម្ចាស់ Alan គឺច្បាស់ណាស់ដោយសារតែទ្រង់ជាព្រះអង្គម្ចាស់ទើបទ្រង់គួរតែធ្វើជាគំរូដ៏ល្អដល់អ្នកដទៃមិនមែនមកធ្វើជាមេគំនិតក្នុងការបំផ្លាញបរិយាកាសនិងសណ្ដាប់ធ្នាប់របស់សាលាបែបនេះទេបន្ទាប់ពីត្រូវ Perrick ស្ដីឲ្យចំរាជទាយាទ Alan ស្រាប់តែប្រែទឹកមុខមកជាញឹមឌឺដងនិងមានល្បិចកវិញភ្លាមទ្រង់បានសួរដេញដល់ត្រឡប់ទៅនាងវិញដើម្បីដោះសារយករួចខ្លួនថាតើខ្ញុំបំផ្លាញបរិយាកាសសាលានៅត្រង់ណាទៅតើឯងមានភស្តុតាងជាក់ស្ដែងមកបង្ហាញដែរឬទេលើរាជទាយាទសួរដេញដល់រកភស្តុតាងបែបនេះ Perrick បានក្តាប់ដៃរបស់នាងយ៉ាងណែន clench his fist ដោយកំហឹងនាងមិនព្រមចាញ់ល្បិចក្រឡេកក្រឡុចនេះឡើយហើយបានសួរដេញដល់ត្រឡប់ទៅវិញដោយសម្ដីធ្ងន់ធ្ងរថាតើចាំបាច់តតែមានការខូចខាតពិតប្រាកដកើតឡើងទើបខ្ញុំមានសិទ្ធិចូលមកខាត់ទ្រង់មែនទេរាជទាយាទ Alan បានជ្រោកហ្វូតដៃទាំងទឹកមុខឌឺដងនិងមិនកោតក្រសែភ្នែកតតែសោះ
ទ្រង់នៅតែព្យាយាមដោះសារលុបលាងកំហុសរបស់ខ្លួនដោយនិយាយទាំងស្នាមញឹមគួរឲ្យស្អប់ថាយ៉ាងហោចណាស់ក៏ឯងមិនអាចមកចោទប្រកាន់ពួកយើងពីបទជិះជាន់ធ្វើបាបbullyingនៅពេលនេះបានដែរសម្ដីមិនដឹងខុសត្រូវនឹងការអាងអំណាចជាឫទ្ធិយាទរបស់ទ្រង់បានធ្វើឲ្យ Peric សម្លឹងមើលទៅវិញទាំងអារម្មណ៍ធុញទ្រាន់និងខ្ពើមផ្អើមជាខ្លាំង disgusted ដោយឃើញថាការប្រើប្រាស់វិន័យសាលាមិនអាចទប់ទល់នឹងឫទ្ធិយាទបាន Peric ក៏បានសម្រេចចិត្តប្រើប្រាស់ឋានៈជាកូនស្រីមេតបកំពូលដើម្បីចាត់ការរឿងនេះនាងបានសម្លឹងមើលទៅអាឡែនចំដោយខ្សែភ្នែកមុតស្រួចរួចប្រកាសព្រមានជាផ្លូវការថាខ្ញុំនឹងរាយការណ៍រឿងរ៉ាវទាំងអស់នេះជូនទៅកាន់រាជវង្សានុវង្ស Royal Family ឲ្យបានជ្រាបគ្រប់បែបយ៉ាងទៅតាមអ្វីដែលបានកើតឡើងពិតប្រាកដនៅទីនេះ Peric មិនបានទុកឱកាសឲ្យឫទ្ធិយាទតវ៉ាច្រើនឡើយនាងបានសម្លឹងមើលទៅទ្រង់ដោយខ្សែភ្នែកត្រជាក់ស្រទុំរួចនិយាយកាត់ផ្តាច់យ៉ាងដាច់ខាតថាប្រសិនបើព្រះអង្គម្ចាស់អាឡែនមានការមិនពេញចិត្តឬមានការទាស់ទែងអ្វីលោកអាចមកជួបតតាំងជាមួយខ្ញុំដោយផ្ទាល់បានបន្ទាប់ពីនិយាយបញ្ចប់ពាក្យព្រមានដ៏ធ្ងន់ធ្ងររួច Peric បានងាកខ្នងរួចដើរចេញទៅយ៉ាងមានអំណាចដោយមិនខ្វល់ខ្វាយពីឋានៈជាបុត្រារបស់ស្ដេចរបស់អាឡែនសូម្បីតែបន្តិចកម្លាំងសម្ពាធពីកូនស្រីមេតបកំពូលរូបនេះបានធ្វើឲ្យឫទ្ធិយាទអាឡែនបានត្រឹមតែឈរថ្មឹងទាំងមានអារម្មណ៍ថាខ្លួនឯងកំពុងចាញ់ប្រៀបនៅពេលដឹងច្បាស់ថាខ្លួនមិនអាចប្រើអំណាចរំលោភលើច្បាប់សាលានិងមិនអាចដតាំងជាមួយ Peric បានឫទ្ធិយាទអាឡែនបានប្រែទឹកមុខមកជាស្រពោននិងស្រុតចុះយ៉ាងខ្លាំង downcast ទ្រង់បានត្រឹមតែឈរមើល Peric ដើរចេញទៅទាំងខកចិត្តព្រោះផែនការជិះជាន់និងបង្ខំឲ្យ Hera បំផ្លាញផ្កាស្មៅ Moonchill របស់ Doria ត្រូវបានរលាយទាំងស្រុងខណៈពេលដែលឫទ្ធិយាទអាឡែនកំពុងឈរថ្មឹងទាំងមិនអស់ចិត្ត Hera បានលួចសម្លឹងមើលទៅទ្រង់ពីក្រោយរួចចាប់ផ្ដើមមានមន្ទិលសង្ស័យក្នុងចិត្តថាខ្សែភ្នែករបស់អាឡែនអង្គម្ចាស់មិញនេះវាមិនមែនជាខ្សែភ្នែកដែលមនុស្សម្នាក់សម្លឹងមើលទៅស្ត្រូវសងសឹកស៊ីសាច់ហុតឈាមនោះឡើយភ្លាមនោះ Doria បានលើកផើងផ្កាស្មៅទិព្វ Moonchill Grass មកកាន់យ៉ាងប្រុងប្រយ័ត្ន carefully រួចហុចទៅឲ្យពួកគេទាំងទឹកមុខ Slot Boat កញ្ញា Hera ព្រះអង្គម្ចាស់អាឡែនគឺស្មៅ Moonchill នេះដើម្បីកុំឲ្យមានរឿងវែងឆ្ងាយនិងដើម្បីបិទបាំងល្បិចកលរបស់ខ្លួន Hera បានបដូរទឹកមុខមកជាខឹងសម្បារយ៉ាងខ្លាំងភ្លាម pretending to be irritated រួចស្រែកគំហកទៅកាន់ Doria ដើម្បីឲ្យនាងយកផ្កាចេញទៅឆ្ងាយយកវាចេញទៅឲ្យឆ្ងាយភ្លាមទៅឬមួយក៏នាងចង់ឲ្យពួកយើងត្រូវគេបញ្ជូនទៅបន្ទប់វិន័យមែនទេចំណែកអរិទីយាតអាឡែនវិញដោយសារតែអារម្មណ៍កំពុងតែវឹកវរនិងខកចិត្តពីការព្រមានរបស់ Peric distracted ក៏បានស្រែកបន្តតាម Hera ទាំងធុញទ្រាន់ដែរថាប្រញាប់យកវាចេញទៅបន្ទាប់ពីត្រឡប់មកដល់បន្ទប់វិញ Doria បានឈរសម្លឹងមើលទៅផ្កាស្មៅ Moonchill ដែលនៅមានសភាពស្រស់បំព្រងទាំងទឹកមុខស្ងប់ស្ងាត់នាងបានឈរអោបដៃរួចលួចគិតក្នុងចិត្តទាំងអារម្មណ៍ខកចិត្តនិងធុញទ្រាន់ជាខ្លាំងចំពោះលទ្ធផលដែលមិនបានទៅតាមការចង់បានរបស់នាងគួរឲ្យធុញណាស់ភ្លាមនោះដៃរបស់នាងបានលូកទៅចាប់យកកន្ត្រៃមួយដើមដែលដាក់នៅលើទៅយ៉ាងស្ងៀមស្ងាត់ខ្សែភ្នែករបស់ Doria ស្រាប់តែប្រែជាទេស្អាតគ្មានអារម្មណ៍និងគ្មានភាពស្ដាយស្រណោះចំពោះរុក្ខជាតិដ៏មានតម្លៃដែលនាងខំថែទាំនោះឡើយស្របពេលដែលនាងបំរុងនឹងកាត់បំផ្លាញផ្កានោះស្រាប់តែមានសំឡេងមួយបន្លឺឡើងហើយឈ្មោះនាងពីក្រោយយ៉ាងម៉ឺងម៉ាត់ Doria Hera បានដើរចូលមកក្នុងបន្ទប់ទាំងទឹកមុខធុញថប់រួចអោបសៀវភៅសិក្សាពណ៌បៃតងមួយក្បាលដែលមើលទៅមានស្នាមប្រឡាក់ដិតខ្មៅនាងធ្វើជានិយាយរអ៊ូទាំដើម្បីបិទបាំងការចាប់អារម្មណ៍របស់ Doria ពីសកម្មភាពមុននេះថាសៀវភៅសិក្សារបស់ខ្ញុំប្រឡាក់អស់ហើយគ្រាន់តែក្រឡេកមើលវាក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍មួម៉ៅដែររួចនាងក៏បានបញ្ជាទៅ Doria ភ្លាមថាយកសៀវភៅមួយក្បាលនេះទៅហើយហុចសៀវភៅរបស់ឯងមកឲ្យខ្ញុំវិញមកនិយាយមិនទាន់ផុតពីមាត់ផង Hera ក៏បានគ្រវែងសៀវភៅដែលប្រឡាក់នោះទៅលើទៅចំពីមុខ Doria ភ្លាមឬសូរជើងផិតដែលធ្វើឲ្យ Doria ត្រូវបង្ខំចិត្តឈប់កាត់ផ្ការួចងាកមកចាប់អារម្មណ៍នឹងសៀវភៅនោះវិញសកម្មភាពដ៏រហ័សរបស់ Hera បានជួយការពារមិនឲ្យ Doria កាត់បំផ្លាញផ្កាស្មៅទិព្វ Moonchill អស់ពីដើម Doria បានអន់មើលសៀវភៅដែលបងស្រីរបស់នាងបោះឲ្យរួចក៏បើកទំព័រសៀវភៅនោះមើលនៅខាងក្នុងសៀវភៅសិក្សានោះមិនមែនមានតែមេរៀនធម្មតាឡើយប៉ុន្តែវាហាក់ដូចជាមានចំណាសម្ងាត់ឬគំនូសសញ្ញាពិសេសអ្វីមួយដែលបងស្រីនាងចង់បង្ហាញឬចង់ដាស់តឿននាងដោយប្រយោលនៅពេលបើកមើលសៀវភៅសិក្សានោះ Doria ស្រាប់តែប្រែទឹកមុខមកជា Slot Boat និងមានអារម្មណ៍រំភើបញាប់ញ័រក្នុងចិត្តជាខ្លាំង Moved នៅក្នុងសៀវភៅនោះមិនមែនជាចំណាសម្ងាត់អាក្រក់អ្វីឡើយប៉ុន្តែវាជាកម្រងកំណត់ត្រាមេរៀនយ៉ាងលម្អិតដែលធ្វើឲ្យនាងគិតក្នុងចិត្តថា
កំណត់ត្រាទាំងនេះច្បាស់ជាត្រូវចំណាយពេលរាប់យប់ពីសំណាក់គ្រូមន្តអាគមកម្រិតខ្ពស់ដើម្បីចងក្រងវាឡើងមកខណៈពេលឈរមើលដូរីយ៉ាហេរ៉ាបានលួចគិតក្នុងចិត្តទាំងបារម្ភពីប្អូនស្រីថាកាលពីលើកមុននាងបាននិយាយថានាងកំពុងមានបញ្ហាលំបាកក្នុងការសិក្សាដោយសារតែខ្ញុំក៏ជាសិស្សរៀនមិនសូវពូកែម្នាក់ដែរទើបខ្ញុំមិនអាចជួយនាងដោយផ្ទាល់បាននាងបានគិតបន្តទាំងទឹកមុខស្ងប់ស្ងាត់ថាខ្ញុំបានចំណាយពេលប៉ុន្មានថ្ងៃកន្លងមកនេះឲ្យគ្រូបង្គោលរបស់ខ្ញុំជួយរៀបចំនិងសង្ខេបចំណុចសំខាន់ៗទាំងអស់នេះឡើងខ្ញុំសង្ឃឹមថាវាអាចជួយសម្រាលការលំបាកដល់នាងបានខ្លះបន្ទាប់ពីបានដឹងពីបំណងពិតនិងទឹកចិត្តដ៏ល្អរកអ្វីប្រៀបមិនបានរបស់បងស្រីដូរីយ៉ាក៏បានបិទសៀវភៅនោះមកវិញយ៉ាងថ្នមថ្ម Close book ភាពកក់ក្ដៅពីបងស្រីបានរលាយរំសាយចិត្តដ៏ខ្មៅងឹតនិងគំនិតចង់បំផ្លាញផ្កាស្មៅទិព្វមុននេះឲ្យបាត់ទៅវិញអស់ផ្ទុយស្រឡះពីអ្វីដែលមនុស្សគ្រប់គ្នាគិតដូរីយ៉ាមិនបានរំភើបចិត្តដោយសារតែទឹកចិត្តបងស្រីនោះឡើយនាងបានបង្ហាញស្នាមញញឹមដ៏ត្រជាក់ស្រទុំនិងគួរឲ្យខ្លាចមួយ Cold smile រួចគិតក្នុងចិត្តយ៉ាងមានល្បិចថាបងស្រីពិតជាខំប្រឹងប្រែងបង្កើតរឿងរ៉ាវលំបាកជាច្រើនណាស់គ្រាន់តែដើម្បីធ្វើឲ្យខ្ញុំស្ម័គ្រចិត្តបូជាខ្លួនឯងទៅតាមផែនការរបស់បងភ្លាមនោះដូរីយ៉ាបានដើរចូលទៅគៀកក្បែរហេរ៉ា moves closer រួចខ្សឹបដាក់ត្រចៀកបងស្រីរបស់នាងទាំងទឹកមុខមានព្រាបនិងឌឺដងថាកញ្ញាហេរ៉ាប្រសិនបើខ្ញុំចង់ទិញចិត្តឬយកឈ្នះបេះដូងនរណាម្នាក់នោះខ្ញុំនឹងធ្វើពុតជាឈរប្រឈមមុខតតាំងនឹងពិភពលោកទាំងមូលដើម្បីការពារគេព្រោះអីសេចក្តីសប្បុរសដែលផ្ដល់ឲ្យចំពេលដែលមនុស្សម្នាក់កំពុងស្ថិតក្នុងគ្រាដ៏ខ្មៅងឹតបំផុតគឺជាអ្វីដែលអាចអង្រួនចិត្តមនុស្សបានខ្លាំងបំផុតសម្ដីដឹងល្បិចនិងការបកអាក្រាតចំរបស់ដូរីយ៉ាបានធ្វើឲ្យហេរ៉ាប្រែជាភ័យស្លន់ស្លោនិងបើកភ្នែកធំទាំងស្រឡាំងកាំងនាងមិននឹកស្មានថាប្អូនស្រីដែលមើលទៅស្លូតបូតម្នាក់នេះអាចមើលធ្លុះផែនការនិងទឹកចិត្តមិនស្មោះត្រង់របស់នាងឡើយហេរ៉ាបានសួរត្រឡប់ទៅវិញទាំងសំឡេងញញថាតើឯងចង់មានន័យថាម៉េចដូរីយ៉ាបានបើកសៀវភៅសិក្សានោះឡើងវិញរួចនិយាយទៅកាន់ហេរ៉ាទាំងទឹកមុខឌឺដងនិងចំអកឡក់លើយមកឃើញថាប្រសិនបើបងគ្រាន់តែផ្ដល់ភាពកក់ក្ដៅឲ្យគេដោយសម្ងាត់បែបនេះវាមើលទៅហាក់ដូចជាលាក់លៀមនិងទន់ជ្រាយពេកហើយប្រសិនបើមនុស្សម្នាក់នោះជាមនុស្សរៀងរឹងបន្តិចពួកគេច្បាស់ជាមិនចាប់អារម្មណ៍ឬដឹងខ្លួនតតែសោះនាងបានបន្ថែមទាំងមិនខ្វល់ខ្វាយពីទឹកចិត្តរបស់បងស្រីថាធ្វើបែបហ្នឹងវានឹងក្លាយជាការខាតបង់កម្លាំងចោលទេតែប៉ុណ្ណោះឬសម្ដីចាក់ដោតនិងពោពេញដោយល្បិចកខ្ពស់របស់ប្អូនស្រីហេរ៉ាបានត្រឹមតែឈរថ្មឹងទាំងទឹកមុខស្មុគស្មាញនិងពោពេញដោយការគិតពិចារណា thoughtful នាងបានលួចខ្សឹបហើយឈ្មោះប្អូនស្រីក្នុងចិត្តទាំងបារម្ភនិងនឹកស្មានមិនដល់ថាដូរីយ៉ាទោះបីជាដូរីយ៉ាបង្ហាញរកពីខាងក្រៅមកជាស្ងប់ស្ងាត់ត្រជាក់ស្រទុំ cold និងមានប្រៀបជាងក៏ដោយប៉ុន្តែហេរ៉ាដែលជាបងស្រីនិងធ្លាប់រស់នៅជាមួយគ្នាច្បាស់ជាមើលដឹងពីអារម្មណ៍ពិតនៅខាងក្នុងរបស់នាងប្រហែលជាមើលទៅហាក់ដូចជាស្ងប់ស្ងាត់ពីខាងក្រៅប៉ុន្តែខ្ញុំអាចដឹងច្បាស់ថាមានព្យុះភ្លៀងកំពុងតែបោកបក់យ៉ាងខ្លាំងក្លានៅក្នុងចិត្តរបស់នាងជំនួសឲ្យការខឹងសម្បារឬលេងល្បិចតហេរ៉ាបែរជាដើរចូលមកជិតរួចយកដៃទាំងពីរចាប់ដៃរបស់ដូរីយ៉ាយ៉ាងណែននាងបានសម្លឹងមើលចំកែវភ្នែកប្អូនស្រីដោយកែវភ្នែកពោពេញដោយភាពស្មោះត្រង់និងសួរដេញដល់ចំថាតើឯងកំពុងតែខឹងនឹងខ្ញុំមែនទេសំណួរដ៏សាមញ្ញប៉ុន្តែមានឥទ្ធិពលមួយនេះបានធ្វើឲ្យដូរីយ៉ាស្រឡាំងកាំងទាំងស្រុងរហូតដល់គៀងខ្លួនមួយស្របក់ freezes នាងមិននឹកស្មានថាហេរ៉ានឹងសួរនាំពីអារម្មណ៍ពិតរបស់នាងបែបនេះឡើយទើបនាងលួចឧទានក្នុងចិត្តទាំងមិនយល់ស្របថាខឹងអីដូរីយ៉ាបានលើកដៃស្ទាបថ្ពាល់ខ្លួនឯងទាំងអារម្មណ៍មិនអស់ចិត្តនិងស្ថិតក្នុងភាពមិនជឿជាក់ in disbelief នាងព្យាយាមរកហេតុផលមកប្រកែកប្រឆាំងនឹងអារម្មណ៍ខ្លួនឯងថាខ្ញុំខឹងអីចឹងទេវាមិនអាចទៅរួចឡើយមិនមែនខ្ញុំបានមើលធ្លុះល្បិចរបស់នាងអស់ទៅហើយទេអីហើយខ្ញុំក៏បានសម្រេចចិត្តរួចហើយដែរថានឹងមិនបណ្ដោយឲ្យនាងមកអង្រួនចិត្តរបស់ខ្ញុំបានឡើយទោះបីជាខួរក្បាលព្យាយាមប្រកែកយ៉ាងណាក៏ដោយប៉ុន្តែបេះដូងរបស់នាងមិនអាចកុហកបានឡើយនៅទីបំផុតអារម្មណ៍ពិតដែលលាក់ទុកយ៉ាងជ្រៅរបស់ដូរីយ៉ាបានបង្ហាញថាប៉ុន្តែវាហាក់ដូចជាខ្ញុំពិតជាកំពុងតែខឹងខ្លាំងណាស់មែនភាគនេះចប់ហើយរងចាំទស្សនានៅភាគបន្តណាជាចុងក្រោយ Admin សូមអរគុណទៅកាន់អ្នកគាំទ្រទាំងអស់គ្នាដែលបានចុច Like និង Follow មកកាន់ Admin